កម្លាំងចម្រុះរបស់ថៃរកឃើញនាវាដឹកទំនិញខ្នាតធំនៅកណ្ដាលសមុទ្រដឹកស្ករសជាង 4,600 តោនដែលមានគោលដៅមកកាន់កំពង់ផែក្រុងព្រះសីហនុកម្ពុជាកម្លាំងចម្រុះរបស់ថៃកាលពីយប់ថ្ងៃទី 27 ខែមេសាឆ្នាំ 2026 បានបើកប្រតិបត្តិការតាមប្រម៉ាញ់និងចុះឆាយឆេរនាវាដឹកទំនិញខ្នាតធំមួយគ្រឿងនៅកណ្ដាលសមុទ្រក្បែរព្រំដែនទឹកខេត្តត្រាត់បន្ទាប់ពីមានការសង្ស័យថាអាចមានការពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ក្នុងការដឹកជញ្ជូនទំនិញឆ្ពោះមកកាន់ប្រទេសកម្ពុជានេះបើយោងតាមសារព័ត៌មានត្រាត់ដែលបានផ្សាយការចុះឃាត់ត្រួតពិនិត្យនេះបានធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងស្រុកខ្លងយ៉ៃនិងកោះឆាងអំពីកប៉ាល់ដឹកទំនិញធំមួយដែលមើលទៅគួរឲ្យសង្ស័យកងអង្គភាពសម្របសម្រួលការរក្សាផលប្រយោជន៍ជាតិតាមសមុទ្រថៃសហការជាមួយកងទ័ពជើងទឹកនិងមន្ត្រីគយដោយបានប្រើប្រាស់នាវាល្បាតល្បឿនលឿនដេញតាមឃាត់នាវាឈ្មោះសស៊ូផារ៉ាត់2កំពុងអូសនាវាដឹកជញ្ជូនសស៊ូផារ៉ាត់10និងសស៊ូផារ៉ាត់12ដែលកំពុងអូសសណ្ដោងទូកឡាយដឹកទំនិញចំនួន2គ្រឿងទៀតនៅចំណុចក្បែរកោះមនរទំនិញក៏ដៅស្ករសសម្រាប់នាំចូលមកកម្ពុជាតាមរយៈការចុះឆាយឆេរយ៉ាងលម្អិតសមត្ថកិច្ចថៃបានរកឃើញស្ករសសរុបចំនួនជាង 4,600 តោនដែលត្រូវបានច្របាវយ៉ាងមានរបៀបកោដៅដឹកជញ្ជូនឆ្ពោះមកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុប្រទេសកម្ពុជាសារព័ត៌មានប្រាតដដែលបានផ្សាយបន្តថានាវិកមានចំនួន7នាក់ត្រូវបានឃាត់ខ្លួនដើម្បីធ្វើការសាកសួរនិងពិនិត្យឯកសារពាក់ព័ន្ធលទ្ធផលនៃការត្រួតពិនិត្យផ្នែកច្បាប់បើទោះបីជាមានការសង្ស័យជាជំហានដំបូងនិងការរាយការណ៍ពីភាពមិនប្រក្រតីនៃផ្លូវដើរនាវាក៏ដោយប៉ុន្តែក្រោយការត្រួតពិនិត្យឯកសារបញ្ជាក់ការនាំចេញនិងអាជ្ញាប័ណ្ណដឹកជញ្ជូនពីមន្ទីរគយថៃឃើញថាទំនិញស្ករសទាំងនោះមានឯកសារត្រឹមត្រូវតាមច្បាប់នាំចេញនិងមិនមានការលួចលាក់បង្កប់ទំនិញកិច្ចពន្ធឬពលកម្មខុសច្បាប់ឡើយការរឹតបន្តឹងសន្តិសុខតាមព្រំដែនសមុទ្រការចុះបង្ក្រាបនិងត្រួតពិនិត្យនេះបង្ហាញពីការរឹតបន្តឹងយ៉ាងខ្លាំងរបស់ភាគីថៃលើការនាំចេញទំនិញតាមច្រកសមុទ្រមកកាន់កម្ពុជាដើម្បីការពារការជួញដូរខុសច្បាប់និងធានាថាគ្រប់ទំនិញដែលឆ្លងកាត់ព្រំដែនត្រូវតែមានតម្លាភាពអាជ្ញាធរខេត្តត្រាត់បានបញ្ជាក់ថាពួកគេនឹងបន្តតាមដានរាល់សកម្មភាពដឹកជញ្ជូនតាមសមុទ្រដែលឆ្ពោះមកកាន់ប្រទេសជិតខាងដើម្បីរក្សាសន្តិសុខនិងផលប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរតែយ៉ាងណាគេមិនទាន់ដឹងថានាវាដឹកស្ករសជាង 4,000 តោននោះមានគោលដៅមកកម្ពុជាឬយ៉ាងណានោះទេគណៈមន្ត្រីជំនាញខាងកម្ពុជានៅមិនទាន់ចេញមកបកស្រាយយ៉ាងណានោះនៅឡើយទេ